រឿងខណ្ឌយូជូមាត់តើរឿងនេះមានខ្លឹមសារបែបណាសូមប្រិយមិត្តតាមដានស្ដាប់ជាមួយយើងខ្ញុំដូចតទៅក្នុងវ័យជាង40ឆ្នាំទៅហើយសម្រស់ក៏បាក់លោកប្តីក៏មិនសូវជារវីរវល់ផ្ដល់សេចក្តីសុខផ្លូវភេទញឹកញាប់ដោយការ30ឆ្នាំជាងសោះសម្រែកតណ្ហារបស់ខ្ញុំក៏ចេះតែកើតមានជារៀងរាល់ថ្ងៃលោកប្តីដើរបាត់មកដល់ផ្ទះកេះក៏មិនងើបជួនកាលខ្លះនាងខ្ញុំបានជួយខ្លួនឯងម្ដងម្កាលដើម្បីបន្ធូរអារម្មណ៍ថ្ងៃមួយមិត្តភ័ក្តិរបស់ខ្ញុំបាននាំគ្នាទៅរកកន្លែងម៉ាស្សាមួយពេលទៅដល់គេក៏បែងចែកបន្ទប់ដាច់ពីគ្នាមិត្តភ័ក្តិរបស់ខ្ញុំទៅបន្ទប់ផ្សេងឯខ្ញុំគេឲ្យនៅបន្ទប់ដែលឡែកផ្សេងពីគ្នាពេលចូលទៅក្នុងបន្ទប់បុគ្គលិកនារីម្នាក់បានមកប្រាប់ឲ្យខ្ញុំផ្លាស់សម្លៀកបំពាក់រួចនាងក៏ដើរចេញបាត់ទៅខ្ញុំក៏ធ្វើតាមការណែនាំរបស់នាងដោយផ្លាស់សម្លៀកបំពាក់កន្សែងសខ្លីត្រឹមជង្គង់រងចាំប្រហែលជាមួយស្របក់ខ្ញុំក៏ឃើញបរិសម្នាក់មាឌធំខ្ពស់រាងស្រឡះរុញទ្វារចូលមកញញឹមបន្តិចដាក់ខ្ញុំក៏ញញឹមតបវិញដែរតែក្នុងអារម្មណ៍ងឿងឆ្ងល់បន្តិចតើគាត់ចូលមកមានហេតុអ្វីដែរនឹងក្រោយមកមាននារីម្នាក់ចូលមកប្រាប់ថាបរិសនោះជាអ្នកម៉ាស្សាតែគេរក្សាសិទ្ធិក្នុងសេចក្តីថ្លៃថ្នូរជូននាងខ្ញុំព្រោះនេះជាសេវាម៉ាស្សាដែលមិនប្រកាន់ថាបរិសឬស្ត្រីឡើយរួចនាងក៏ដើរចេញទៅវិញបាត់ស្រមោលទុកឲ្យខ្ញុំនៅជាមួយបរិសម៉ាស្សានោះខ្ញុំមិនដឹងថាការម៉ាស្សាបែបណានោះទេព្រោះនេះជាលើកដំបូងហើយដែលប្តីខ្ញុំនាំមកម៉ាស្សាខ្ញុំមានការអៀនខ្មាស់ណាស់និងខ្លាចមានអារម្មណ៍ផិតភ័យព្រោះការម៉ាស្សានេះមិនដឹងជាគេធ្វើអ្វីនោះទេមកលើរូបនាងខ្ញុំនោះទេគេឲ្យខ្ញុំដេកលើគ្រែដោយសណ្ដូកជើងត្រង់ក្នុងកាយវិការមិនហ៊ានកម្រើកអ្វីសោះខ្ញុំបិទភ្នែកតិចចាំបើកបរិសនោះគេចាប់ផ្ដើមម៉ាស្សានាងខ្ញុំជាលើកដំបូងគេយកដៃមកប៉ះថ្ងាសខាងលើខ្ញុំដោយអង្អែលថ្នមរហូតដល់ស្មាដៃម៉ាស្សាសាចុះសាឡើងនិងនៅទីបំផុតគេក៏ចាប់ផ្ដើមម៉ាស្សាផ្នែកខាងក្រោមជើងបាតជើងកំភួនជើងរបស់យើងខ្ញុំមានទទួលអារម្មណ៍ដូចជាព្រឺសម្បុរគីង្គក់នៅពេលដៃរបស់គេម៉ាស្សាមកក្បែរដកដង្ហើមធំមួយខំទប់ស្មារតីតែនៅតែពិបាកទ្រាំដៃទាំងពីររបស់ពួកគេហាក់កំពុងម៉ាស្សាមកលើគល់ភ្លៅទាំងពីររបស់ខ្ញុំយ៉ាងស្វាហាប់និងថ្នមប្រកបដោយភាពរមួតណាស់មែនហើយពេលនេះខ្ញុំមិនដឹងថាត្រូវខត់គេបែបណានោះទេព្រោះនេះជាវិធីម៉ាស្សារបស់គេនៅទីបំផុតគេក៏ចាប់ផ្ដើមម៉ាស្សាផ្នែកខាងលើរបស់ខ្ញុំម្ដងទៀតគឺខ្ញុំដេកដដែលតែគេមកឈរចំក្បាលក្រែត្រង់ក្បាលរបស់នាងខ្ញុំដែលមើលទៅហាក់ដូចជាកំពុងដាក់វត្ថុសម្ងាត់របស់គេខ្មៅស្នុលមកចំពីមុខដោយមិនខ្លាចក្រែងអ្វីទាំងអស់ខ្ញុំបានឃើញវត្ថុសម្ងាត់របស់គេដែលលាក់នៅក្នុងខោសស្ដើងយ៉ាងពេញភ្នែកតែគេធ្វើដូចជាមិនចាប់អារម្មណ៍ចំពោះកាយវិការអ្វីនោះទេយូរម្ដងខ្ញុំទទួលអារម្មណ៍ថាវត្ថុរបស់គេមកយល់ក្បាលរបស់ខ្ញុំថ្នមជាញឹកញាប់ឯដៃរបស់គេវិញកំពុងលូកម៉ាស្សារហូតដល់កោភ្លៅរបស់ខ្ញុំយ៉ាងថ្នមខ្ញុំខំទប់អារម្មណ៍យ៉ាងខ្លាំងចំពោះការម៉ាស្សារបស់គេរហូតតែចុងក្រោយគេឲ្យខ្ញុំដេកផ្កាប់បុកវិញម្ដងរួចគេក៏បន្តធ្វើចលនាម៉ាស្សាខ្ញុំត្រង់បរិវេណភ្លៅសាចុះសាឡើងម្ដងទៀតពេលនេះគេកំពុងចាប់ញែកជើងខ្ញុំឃ្លាតគ្នាយ៉ាងតឹងខ្ញុំទទួលអារម្មណ៍ថាដូចជាមានវត្ថុទន់ម្យ៉ាងមកត្រដោះត្រង់ប្រឡោះភ្លៅស្រាលជាពិសេស
ត្រង់បរិវេណដំបុកខ្ញុំល្វែងខាងក្រោយខុសពីធម្មតាខ្ញុំខំទប់អារម្មណ៍ស្ទើរទ្រាំមិនបានរួចសួរគេថាលោកកំពុងធ្វើអ្វីនឹងគេឆ្លើយថាម៉ាសាប្រភេទនេះកម្រជួបប្រទះណាស់ដូច្នេះកុំមានការខ្លាចអ្វីខ្ញុំក៏បន្តឲ្យគេម៉ាសាគេសួរខ្ញុំថាចង់ឲ្យគេប្រើអណ្ដាតម៉ាសាខ្ញុំមិនបានតបភ្លាមៗនោះទេតែគេកំពុងប្រើអណ្ដាតត្រដុសត្រង់បរិវេណដំបូករបស់ខ្ញុំបាត់ទៅហើយខ្ញុំគិតថាហាក់ដូចជាខ្លួនឯងកំពុងស្ថិតនៅក្នុងភពផ្សេងទៅវិញពេលនេះខ្ញុំឃើញអ្នកគិរាជរបស់គេទល់ខុសសម្បើមណាស់ទ្រាំមិនបានទេព្រោះអ្នកគិរាជគេមើលទៅហាក់ដូចជាធំវែងហើយខ្លាំងណាស់គេកំពុងឈ្មោលដំបូកមាសរបស់ខ្ញុំហើយអូយរសើបណាស់អូយរសើបណាស់ពួកគេកំពុងធ្វើអ្វីនឹងបានហើយខ្ញុំខំនិយាយទៅកាន់គេតែគេនៅតែនិយាយយកចិត្តទុកដាក់នឹងសម្ដីខ្ញុំសោះគេនៅតែបន្តការប្រដោះដំបូកខ្ញុំគ្មានសល់ត្រង់កន្លែងណាឡើយខ្ញុំមានបំណងចង់កាន់អង្អែលនិករាជគេតែហាក់ដូចជាខ្លាចទៅវិញដោយសារអត់ទ្រាំមិនបាននឹងចង់ឃើញអ្នករាជគេខ្ញុំក៏លូកដៃទៅប៉ះត្រង់ក្បាលវាថ្នមតែលាក់ទុកនៅក្នុងខោនៅឡើយពុទ្ធោធំម្លេះអូយវែងណាស់លោកអើយបន្ទាប់មកខ្ញុំក៏ចាប់ពេញមួយដៃទាញមកក្បាលវាថ្នមមកក្រៅដើម្បីមើលមុខវាតែមុខវាមានអំណាចណាស់ខ្ញុំខំទប់អារម្មណ៍កុំឲ្យភ័យខ្លាចរួចក៏យកដៃអង្អែលក្បាលច្បូតថ្នមដោយក្តីស្រឡាញ់អ្នករាជគេវែងណាស់មិនដូចជាអ្នករាជប្តីខ្ញុំទេទ្រាំមិនបានខ្ញុំក៏ងើបក្បាលបន្តិចទាញក្បាលអ្នករាជនោះមកប្រឡែងត្រង់បរិវេណមាត់រួចក៏ដាក់ចូលមាត់ថ្នមបឺតិចស្រង់រសជាតិអ្នករាជដ៏ធំដែលមានពឹសសាមត្រង់មាត់របស់វាតែបុរសនោះគេមិនបានដឹងថាខ្ញុំកំពុងប្រឡែងលេងជាមួយអ្នករាជនោះទេខ្ញុំខំញាត់ចូលមាត់យ៉ាងជ្រៅហើយក៏មិនទាន់បានពាក់កណ្ដាលខ្លួនវាផងខ្ញុំគិតថាដំបូកខ្ញុំកំពុងរងការវាយប្រហារនឹងអ្នករាជនេះទៅហើយកម្លាំងរបស់គេបានបុកខ្ញុំពីខាងក្រោយយ៉ាងខ្លាំងសូភ្លឹបហើយជើងថ្នមខ្ញុំព្យាយាមយកដៃទប់កាន់ចិញ្ចៀងតែនៅតែមិនអាចទប់កម្លាំងបុករបស់គេបានឡើយគេពិតជាពូកែបុកខ្លាំងណាស់បុករហូតដល់ខ្ញុំដកដង្ហើមអឹកអែពេលនេះដំបុកមាសរបស់ខ្ញុំបានបាច់ទឹកខ្ចាយទៅហើយពិតជាស្រួលខ្លាំងណាស់ព្រះអើយភាពឈឺបន្តិចបន្តួចនេះវាបានរលាយបាត់អស់ទៅហើយបដូរមកវិញនៅអារម្មណ៍ស្រួលស្រាប់ដល់កំពូលដែលខ្ញុំមិនធ្លាប់បានជួបប្រទះពីមុនមកជាមួយប្តីខ្ញុំឯសោះគេពិតជាខ្លាំងមែនអាវុធធំហើយវែងជាងប្តីខ្ញុំឆ្ងាយខ្លាំងណាស់ខ្ញុំមិននឹកស្មានថាអាវុធធំវែងវាស្រួលខ្លាំងបែបនេះសោះអាចធ្វើឲ្យនាងខ្ញុំស្រួលដល់កំពូលទៅហើយត្រឹមតែចំហិតបុកត្របកសោះរវល់តែអន្លង់អន្លួចក្នុងអារម្មណ៍ស្រើស្រាប់អស់ពីជើងគេក៏ចាប់ផ្ដួលនាងខ្ញុំដេកផ្ងានៅលើក្រែម៉ាសាវិញម្ដងដៃរបស់គេត្រកងជើងនាងខ្ញុំឡើងពាក់លើស្មារួចចាប់ញាត់អ្នករាជឲ្យចូលក្នុងរុនដំបូកខ្ញុំភ្លេចហាក់គ្មានអ្វីទាក់រំខានដូចមុនសោះព្រោះពេលនេះទឹកខ្ទិះរបស់នាងខ្ញុំបានចេញយ៉ាងច្រើនឡើងបែកដូចពពុះសាប៊ូទៅហើយបុរសម៉ាសាបានយកចង្កេះបុកទប់ខ្លាំងធ្វើឲ្យនាងខ្ញុំស្រវេស្រវាតោងខ្នើយនិងកំរាលពូកស្ទើរតែរហែកអស់ទៅហើយស្រួលណាស់បុកឲ្យខ្លាំងមកខ្ញុំគិតតែពីស្រែករហូតដោយភាពស្រាវស្រាប់ខ្លាំងហួសនឹងការនិយាយពេលនេះខ្ញុំស្រួលខ្លាំងណាស់រហូតភ្លេចមុខប្តីបាត់ទៅហើយរាប់ឆ្នាំហើយមិនដែលចេះលេងក្បាច់អីអញ្ចឹងសោះយកតែមួយរួចខ្លួនឯងរហូតយូរទៅជួបឋានសួគ៌ម្ដងជួនកាលក្រោយពីគាត់បញ្ចប់រួចរាល់ហើយនាងខ្ញុំបានទៅជួយខ្លួនឯងក្នុងបន្ទប់ទឹក
បន្តម្នាក់ឯងទៀតប៉ុន្តែលើកនេះនាងខ្ញុំបានស្កប់ស្កល់ខ្លាំងហួសនឹងថ្លែងមិត្តខ្ញុំវាហៅមកច្រើនដងហើយតែនាងខ្ញុំមិនដែលចាប់អារម្មណ៍នឹងរឿងម៉ាសានឹងសោះបើដឹងថាគេធ្វើស្រួលយ៉ាងបែបនេះខ្ញុំមកតាំងពីយូរមកហើយនាងខ្ញុំពេលនេះហាក់កំពុងតែអណ្ដែតអណ្ដូងក្នុងពិភពអារម្មណ៍យ៉ាងជ្រាលជ្រៅសន្ទុះនៃការបុកមួយខឹសរបស់បុរសមាឌធំនេះពិតជាសាហាវខ្លាំងណាស់វាលូនចូលដល់បាតល្អាងរបស់នាងខ្ញុំដែលនាងខ្ញុំអាចទទួលអារម្មណ៍បានថាវាអ៊ូលទល់ទៅនឹងមាត់ស្បូនរបស់នាងខ្ញុំទៅហើយនាងខ្ញុំគិតតែពីស្រែកធ្ងោខ្លាំងដៃច្របាច់ឆ្លីចុងស្រដន់របស់នាងខ្ញុំយ៉ាងរោរីលព្រោះតែចំណង់ទណ្ហាដែលបានកប់ទុកជាច្រើនខែឆ្នាំពេលនេះបានផ្ទុះចេញមកពេញទំហឹងឈានដល់ចំណុចកំពូលជាច្រើនលើកនេះមិនដឹងថាប៉ុន្មានដងហើយនោះទេប្រហែលជាង15នាទីទៅហើយដែលគេបានបុកមួយតែជ្រៅពេលនេះគេបានបដូរកាយវិការពីមួយទៅជាញាប់ស្មេដូចជាម៉ាស៊ីនដេរផុងខោអាវអញ្ចឹងនេះប្រហែលជាគេគិតដល់ត្រាយហើយមើលទៅពិតជាដូចជាការស្មានរបស់នាងខ្ញុំមែនបន្ទាប់ពីបុកស្មេគេបានបង្ហើរចុងក្រោយចំនួន3ព្រុចកប់តែម្ដងដែលធ្វើឲ្យនាងខ្ញុំចង់អ៊ូដើមករួចហើយទើបដោអាវុធដ៏ធំវែងរបស់គេមកចាប់កាន់ប្រញាប់បាញ់ចេញមកក្រៅគៀងគូរបស់នាងខ្ញុំបានលូកដៃទៅជួយចាប់កាន់ច្រវឹករបស់ពួកវាបាញ់រហូតដល់ដំណាក់ចុងក្រោយទើបនាងខ្ញុំយកវាមកដាក់ចូលនៅក្នុងមាត់លិតបឺតជញ្ជក់រហូតដល់ទន់ក៏រងាបន្ទាប់ពីរៀបចំខ្លួនមកមិត្តនាងខ្ញុំបានចេញមកដោយទឹកមុខស្រស់ស្រាយនិយាយមកកាន់ខ្ញុំថាយ៉ាងម៉េចដែរខ្លាចមាត់អត់នឹងនាងខ្ញុំហាក់ដូចជាអៀនខ្លាំងណាស់មិនដឹងថាជាឆ្លើយយ៉ាងណាតែក៏តាំងចិត្តតបវិញថាបើដឹងស្រួលខ្លាំងអញ្ចឹងមកជាមួយឯងយូរហើយណា